បាទសួស្តីបងប្អូនអរគ្នាបាទជួបគ្នាជាមួយមានម៉ាកូបដសម្រួយបាទទៀតហើយបាទថ្ងៃនេះមានក៏មាន2គូទៀតហើយចង់បញ្ជាក់ជូនបងប្អូនបាទគូទី1នោះគឺបាទគូទី1បាទ Villarreal ប៉ះគ្នាជាមួយបាទ Espanyol បាទហើយគូទី2បាទ AS Monaco ប៉ះគ្នាជាមួយនឹង Cagliari ហើយបងប្អូនក៏ចូលរួមទូទាត់លេងជាមួយមិត្តរបស់គ្នាដែលក្រុម2នេះបាទក្រុមណាយកឈ្នះក្រុមណាហើយនឹងស៊ីគ្នាប្រមាណគ្រាប់កុំឲ្យចូលរួមទូទាត់លេងជាមួយមិត្តរបស់គ្នាហើយបងប្អូនបាទគូទី1បាទបងប្អូនឆ្លាញ់តាមបែដមីនមានក៏សូមណែនាំបងប្អូនលេងនៅខាងបាទ Villarreal បាទយប់នេះក៏ Villarreal គឺជាម្ចាស់ផ្ទះអញ្ចឹងគូយប់នេះមានគេហ៊ានទាយសកលថាបាទ Villarreal អាចនឹងយកឈ្នះទៅលើ Espanyol 2-0បាទឬមួយ2-1បាទហើយមានក៏មិនសូវជឿថាគូនេះអាចនឹងស៊ីគ្នាគ្រាប់ច្រើនដែរបាទថាបងប្អូនឆ្លាញ់តាមមានជំរើសល្អគឺវាយខាង Villarreal ឬមួយ Leander ហើយគូទី2បាទ AS Monaco ប៉ះគ្នាជាមួយ Cagliari ហើយយប់នេះបាទ AS Monaco បាទគឺជាម្ចាស់ផ្ទះអញ្ចឹង Cagliari គឺជាក្រុមភ្ញៀវហើយបងប្អូនឆ្លាញ់តាម admin ក៏សូមណែនាំបងប្អូនវាយទៅខាងបាទ AS Monaco យប់នេះ admin ក៏ជឿជាក់ថា AS Monaco ណាច្បាស់ជាស៊ីមិនស៊ីគ្នាគ្រាប់ច្រើនទេអញ្ចឹងបងប្អូនឆ្លាញ់តាម admin ជំរឿនល្អបាទវាយឬមួយ Leander បាទនេះគឺជាតម្រុយបាល់2គូដែលមានចែកជូនហើយបងប្អូនចង់បានតម្រុយបាល់បន្ថែមបងប្អូនក៏ចុច link នៅក្រោម profile ក្នុងទទួលបានធៀបបាល់ថ្មីបាទ%សុបហើយចូលក្នុងផ្ទះរបស់មានបងប្អូនជាច្រើនយ៉ាងដល់តម្រុយគ្នាអញ្ចឹងហើយមានតែប៉ុណ្្នេះទេបាទផ្លេចចុច like និង share follow មានម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យមានធ្វើវីដេអូបន្តបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ